ប្រជាប្រុសស្រីបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី66ដែលជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាត្រូវនឹងថ្ងៃទី28ខែមិថុនាឆ្នាំ1951ត្រូវនឹងថ្ងៃទី28ខែមិថុនាឆ្នាំ2017នឹងត្រូវបានចាត់ធ្វើឡើងនៅក្នុងបរិវេណវត្តបន្ទាយស្ទឹងឃុំបន្ទាយស្ទឹងស្រុកស្ទឹងខេត្តកំពង់ធំពិធីនេះត្រូវបានធ្វើឡើងយ៉ាងអធិកអធមត្រូវបានចូលរួមពីសមាជិកសមាជិកានិងសកម្មជនយុវជនយុវនារីរួមទាំងក្រុមការងារបកចូលរួមសរុបចំនួន426នាក់ដែលមកពីតាមបណ្ដាឃុំចូលរួមក្នុងមីទីងរំលឹកខួបបង្កើតគណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីសំណាក់ឯកឧត្តមសំសុនសមាជិកអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ធំនិងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទឹងយុវជនតំណាងឲ្យគណបក្សប្រជាជនកម្ពុជាបានបញ្ញាចិត្តឈរនៅខាងប្រជាជនរួមសុខរួមទុក្ខជាមួយនឹងប្រជាជនប្រឹងប្រែងយកជ័យជំនះគ្រប់កលៈទេសៈហ៊ានពលិកម្មឥតរញរាដើម្បីបុព្វហេតុប្រទេសជាតិនិងប្រជាពលរដ្ឋគណបក្សប្រជាជនគឺជាគណបក្សតែមួយគត់គឺគណបក្សដែលមានខឿនរឹងមាំការពារជាតិបូរណភាពទឹកដីនិងការពារពង្រឹងសន្តិភាពបង្រួបបង្រួមជាតិនៅកម្ពុជាបានធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍគ្រប់វិស័យក្រោយថ្ងៃ7មករា1979គណបក្សប្រជាជនបានបន្តដឹកនាំកម្ពុជាដោយចាប់តាំងពីបាតដៃទទេរហូតមកដល់ពេលនេះកម្ពុជាបានដឹកនាំមកហើយ38ឆ្នាំប្រទេសជាតិមានភាពរីកចម្រើននិងធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុនសែនជានាយករដ្ឋមន្ត្រីឯកឧត្តមសំសុនបានមានប្រសាសន៍ថាតែបងប្អូនត្រូវយល់និងស៊ីជម្រៅរបស់គណបក្សប្រឆាំងនិងដល់ពេលវេលាដែលត្រូវទាមទារតាមការសន្យារបស់គណបក្សប្រឆាំងដែលបានសន្យាថាបើគាត់ឈ្នះឆ្នោតនឹងប្រគល់ជូនក្នុងមួយឆ្នាំដល់ឃុំសង្កាត់$50,000និងជួយលុបបំបាត់បំណុលពីស្ថាប័នមីក្រូហិរញ្ញវត្ថុនិងសន្យាផ្សេងៗតាមការឃោសនាមុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះដោយពុំអាចប្រកែកបានដោយសារតែការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតជ្រើសរើសសមាជិកសភាឬរកបេក្ខជននាយករដ្ឋមន្ត្រីទេហើយក៏ពុំមានការអែបអាងដោះសារថាចាំជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនោះឡើយប្រជាពលរដ្ឋទាំងអស់ត្រូវទាមទារឲ្យបានតាមការសន្យាការឃោសនាបោះឆ្នោតឲ្យបានតែបើសិនជាមិនបានដោះស្រាយតាមការសន្យារបស់ពួកគាត់ទេគឺបានសេចក្តីថាជាល្បិចកលបោកប្រាស់ប្រជាពលរដ្ឋហើយសូមពិចារណាថ្នាក់ដឹកនាំដែលមានអត្តចរិតបោកប្រាស់រាសបែបនេះតើប្រជាពលរដ្ឋទូទាំងប្រទេសគួរផ្ញើវាសនាជាមួយមិននឹងកើតដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ថ្លឹងថ្លែងពិចារណាថាតើគួរឲ្យមនុស្សបោកប្រាស់រាសដឹកនាំជានាយករដ្ឋមន្ត្រីដែរឬទេខេត្តកំពង់ធំខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍